បាទសួស្តីបងប្អូនទាំងអស់គ្នាតោះថ្ងៃនេះយើងមកបាយផាស iPhone 11 Pro Max iPhone 11 Pro Max នេះវាយើងទទួលបានពីភ្ញៀវមកគាត់យកមកបាយផាសដើម្បីប្រើ SIM ហើយទូរស័ព្ទមុននឹងបាយផាសជាទូទៅយើងត្រូវឆែក version ទូរស័ព្ទហ្នឹងណាជាដំបូងបងប្អូនបិទទូរស័ព្ទហើយបន្ទាប់មកយើងចុច power ឲ្យជាប់ហើយយើងដោតឌុយមកណាឲ្យវាស្គាល់ recovery mode យើងឲ្យស្គាល់ recovery mode ហើយយើង read មើល version វាឲ្យដឹងថាទូរស័ព្ទហ្នឹងវា version ប៉ុន្មានអាហ្នឹងជំហានដំបូងយើងព្យាយាមបាយផាសនៅលើ version ហ្នឹងសិនបើសិនជា version ហ្នឹងយើងបាយផាសអត់ជោគជ័យទេចាំយើងធ្វើការ write update ទៅ version ចុងក្រោយដើម្បីបាយផាសចំពោះ version ចុងក្រោយនេះបាយផាស support ដូចគ្នាប៉ុន្តែខ្ញុំចង់បង្ហាញថាអានេះបើយើងខ្ជិល write update យើងចង់បាយផាសនៅលើ version ហ្នឹងដើម្បីមានភាពងាយស្រួលហើយលឿនណាជាដំបូងបងប្អូនត្រូវចុចបិទម៉ាស៊ីនមកហើយចុច power ជាប់ដោតឌុយមកដើម្បី read version ហើយខ្ញុំ read ទៅទូរស័ព្ទនេះវា version 15អញ្ចឹងខ្ញុំត្រូវទៅ website Unlock Tool download RAM disk version 15ដែរហ្នឹងខ្ញុំ download RAM disk បានហើយខ្ញុំនេះ RAM disk វាខ្ញុំយកវាទៅដាក់នៅក្នុង folder របស់ Unlock Tool ហ្នឹងយើងបន្ទាប់ពីដាក់នៅក្នុងហ្នឹងហើយយើងអាច select ដើម្បី boot បានហើយប៉ុន្តែមុននឹងយើង boot ហ្នឹងយើងត្រូវការប្រើដុំដើម្បី pound ដើម្បី boot ណាបងប្អូនតែដុំហ្នឹងយើងយកទៅយើងត្រូវបញ្ចូលទូរស័ព្ទហ្នឹងទៅ DFU mode អូខេឥឡូវយើងមក pound ទូរស័ព្ទអានេះទូរស័ព្ទយើងតេស្ត pound ណាទូរស័ព្ទយើងត្រូវដោតទៅ computer ដោត computer ហើយបន្ទាប់មកយើងចុចបិទហើយយើងចុច volume បន្ថយនិង power ឲ្យជាប់យើងរាប់1 2 3 4 5 6ហើយយើងបលែង power ហ្នឹងហើយបលែង power ហើយយើងសង្កេតមើលលើ tool វាស្គាល់ហើយ DFU mode ហ្នឹងហើយបន្ទាប់ពីវាចូល DFU mode យើងមានដុំសម្រាប់ pound យើងហ្នឹងហើយយើងប្រើដុំ R2530 យើងដោតដុំហ្នឹងឲ្យមានភ្លើងមកដោតជាមួយដុំភ្លើងក៏បានជាមួយកុំព្យូទ័រក៏បានជាមួយអីក៏បានហ្នឹងនៅវាកំពុងតែរងចាំឲ្យលោតទីក្រហមហ្នឹងបន្ទាប់មកយើងយកឌុយទូរស័ព្ទដែលស្គាល់ DFU mode ហ្នឹងយើងយកមកដោតឲ្យវា pound ជាមួយ USB Liter 8ហ្នឹងយើងដោតទៅវា pound ហ្នឹងហើយឥឡូវយើងដោតមកហ្នឹងហើយអូខេឥឡូវវា pound ហ្នឹងហើយដំបូងហ្នឹងភ្លើងរៀងខៀវដល់ហើយបន្ទាប់មកចេញបៃតងមានន័យថាវា pound បានជោគជ័យហីបងប្អូនឥឡូវយើងធ្វើការដោតទៅ computer វិញដើម្បីធ្វើការ boot RAM disk យកតែម្ដងហ្នឹងហើយនេះវាងាយវាអត់ពិបាកទេហ្នឹងហើយយើងដោតចូល computer ហើយយើងចុច boot RAM disk មកយើង select version select អីតាមអញ្ចឹងមកអានេះយើងសាកល្បងនៅ version ចាស់សិនម៉ាស៊ីននេះខ្ញុំធ្វើការ boot ជាមួយនឹង version ចាស់ជាមួយនឹង RAM disk ចាស់ហ្នឹងគឺវាអត់ដើរទេខ្ញុំ check មើល version វា version 15តែយើង boot ជាមួយនឹង RAM disk 15នៅក្នុង Unlock Tool អត់ដើរទេអញ្ចឹងសម្រាប់បងប្អូនដែលជួបបញ្ហាទូរស័ព្ទដែលយើង boot RAM disk អត់ដើរនៅលើ version ដើមយើងធ្វើការចុចវាទៅ recovery mode ហើយយើងធ្វើការ restore update វាហ្នឹងហើយ restore update បានន័យថាយើងប៉ុន្តែយើង update ដើម្បីទុកឯកសារកុំឲ្យវាបាត់ឯកសារហ្នឹងហើយយើងធ្វើការ update វាមក keep data ហ្នឹងមក update ឲ្យចប់ឲ្យវាទៅ version ចុងក្រោយប៉ុន្តែលក្ខណៈថាមិនឲ្យវាទៅ hello ទេវាឲ្យវានៅជាប់ត្រឹម lock screen ត្រឹម decode ដដែលហ្នឹងដល់ពេលយើងរាយហើយចាំយើងធ្វើការ pound ម្ដងទៀតជាមួយនឹងដុំ RP 2530ហ្នឹងដូចខ្ញុំធ្វើវីដេអូរបៀប pound មុនហ្នឹងអញ្ចឹងយើង pound ហើយយើងធ្វើការ boot RAM disk ម្ដងទៀតជាមួយនឹង RAM disk version ចុងក្រោយហ្នឹងដែល Unlock Tool ទៅតម្លាក់ការ update មកហ្នឹងនេះខ្ញុំ write update ចប់ហើយហ្នឹងហើយឥឡូវយើងធ្វើការ boot RAM disk ម្ដងទៀតទូរស័ព្ទនេះត្រូវបាន update ទៅ version 26.6 ហើយ
ប៉ុន្តែ RAM disk នៅក្នុង unlock tool ហ្នឹងទើបតែ update ដល់ 26.31 ទេតែយើងធ្វើការ boot គឺវាដើរធម្មតាវាអូខេហើយយើងធ្វើការ read គឺ read បាននេះហើយបញ្ជាក់តិចបងប្អូនអាកន្លែង read ចេញ exe not found នេះហ្នឹងកុំបារម្ភបងប្អូនចេញអញ្ចឹងគឺវាអូខេហើយអានេះ file ដែលយើង read ហើយអាហ្នឹង file ហ្នឹងសម្រាប់យើង restore ដើម្បី activation ឥឡូវបន្ទាប់ពីយើង backup អីហើយយើងធ្វើការ erase វាចោលហ្នឹងហើយនេះយើង read Wi-Fi MAC address ហ្នឹងហើយនេះយើងធ្វើការ erase វាចោលយើង reset វាចោលយើង reset ហ្នឹងមានន័យថាយើងឲ្យវាដោះឯកសារបានយើងលុបឯកសារទាំងអស់ធ្វើឲ្យទូរស័ព្ទទៅ hello បន្ទាប់ពីចេញមក hello ហ្នឹងហើយយើង set up ទៅវាជាប់ iCloud យើង boot ម្ដងទៀតយើងចុចទៅ DFU mode ហើយយើងដោតទៅជាមួយនឹង RP 2530ហ្នឹងហើយឥឡូវយើងចុចចូល DFU mode ហើយយើងដោតដុំនឹងជាមួយនឹង Type C មកហើយយើងដោតចូលទូរស័ព្ទជាមួយនឹងដុំ Lightning យើងដើម្បី pound ទៀតមកហ្នឹងហើយនេះខ្ញុំដោតដុំនឹងចូល Type C ឥឡូវខ្ញុំដោតទៅទូរស័ព្ទដើម្បី pound ហើយយើងចាំមើលនោះភ្លើងវាលោតបៃតងខៀវហើយតោះមកវាលោតបៃតងហ្នឹងអូខេហើយយើង pound ជោគជ័យទៀតណាតាមរបៀបវីដេអូដែល pound មុនអញ្ចឹងជាទូទៅគ្រប់ពេលដែលបងប្អូនចង់ boot RAM disk គឺត្រូវតែ pound ជាមួយនឹងដុំហ្នឹងអញ្ចឹងមានន័យថាដុំហ្នឹងវាសំខាន់ដែរបើយើងអត់មានក៏យើងធ្វើការកើតដែរហើយវាមិនថ្លៃទេដុំហ្នឹង10វាជាងបងប្អូនមើលវីដេអូនេះទៅយើងអាចធ្វើបានហើយឥឡូវយើង pound ហើយយើងសាក read ហ្នឹងហើយ read ទៅទូរស័ព្ទយើងគឺនៅក្នុង DFU mode ទេយើងសម្គាល់ឲ្យដឹងថាវា DFU mode ហើយយើងធ្វើការ boot RAM disk ទៀតហ្នឹងហើយយើង boot RAM disk ជាមួយនឹង version ចុងក្រោយនេះទៀតមក RAM disk នេះ version 26.31 ទេប៉ុន្តែទូរស័ព្ទ version 26.6 តែអត់អីទេវា support យើងធ្វើ test ទៅវាជោគជ័យហ្នឹងហើយឥឡូវយើងធ្វើការ restore ចូលវិញ restore backup មិញហ្នឹងយើងធ្វើការ restore backup ចូលវិញរួចហើយឥឡូវយើងទូរស័ព្ទ boot មកឡើងមកម៉នុយនេះរួចជាការស្រេចហើយអញ្ចឹងទូរស័ព្ទយើងបាន bypass SIM ជោគជ័យយើងអាចដាក់ SIM ប្រើប្រាស់ SIM ប្រើប្រាស់គ្រប់មុខងារទាំងអស់អត់មាន error អីទេគ្រប់មុខងារទាំងអស់គឺដំណើរការខ្ញុំតេស្តហើយច្រើនដើម11 Pro Max HS Max 11ហ្នឹង version ចុងក្រោយហ្នឹងហើយយើងបន្ទាប់ពី bypass ហើយយើងអាច update អីបានហើយអា bypass ហ្នឹងល្អថងថាអញ្ចេះបងប្អូនរាយចោលជាប់ក៏យើងលែងបារម្ភដែរឲ្យតែយើងរក្សានៅ data bypass ហ្នឹងទុកយើងនៅសល់ data ហ្នឹងយើងច្រឡំរាយច្រឡំធ្វើអីបាត់អញ្ចឹងយើងអាច restore ទៅកម្មវិធីវិញ activate ឲ្យវិញអញ្ចឹងវាជាប់ដូចអត់ជាប់អញ្ចឹងព្រោះ tool ឥឡូវហ្នឹងគេ update អាចធ្វើបានសឹងទាំងអស់ហើយ